អ្នកមោតាំងសាក់ខ្ញុំសូមគិរវៈដល់ព្រះអរហន្តទ្រង់បានត្រាស់ដឹងនៅញីយធមដោយអត់មានគ្រូអាចារ្យណាឡើយនេះនឹងថ្លាថ្លែងពាក្យពេចន៍សំដែងអំពីទុក្ខភ័យរៀបរាប់ទ្រង់ត្រាយនៅសេចក្តីចែកជូនតាយាយនឹងខ្ញុំបាទផងអ្នកដែលមានភ័យព្រះទ្រង់សិរីមានពុទ្ធដីកាថាជាអ្នកចេញវិន័យសិក្ខាក្បួនច្បាប់ដំរានៃពុទ្ធបញ្ញត្តិសង្ឃឬក្រហមតែបើធ្វើខុសពីពុទ្ធអវាទនឹងមានទុក្ខភ័យចង្រៃរាតត្បាតធ្វើឲ្យខូចខាតកុសលផលបុណ្យភ័យផលកលកើតព្រំដើមកំណត់កើតពីអំពើដែលយើងបានសាងឬខ្លួនបានធ្វើទង្វើទាំងនោះដឹងច្បាស់ខ្លួនឯងអ្នកប្រាជ្ញបណ្ឌិតចេះច្បាប់ប្រាកដភ័យខ្លាចខ្លាំងណាស់ដូចអ្នកភ្នែកភ្លឺមើលឃើញយ៉ាងច្បាស់ចំណោតខ្ពស់ណាស់លើកំពូលភ្នំយើងអ្នកភ្នែកភ្លឺអើតមើលពីលើព្រឺព្រួចពេញប្រាណមិនហ៊ានទៅចិត្តថាខ្លួនក្លាហានព្រោះអាចនឹងបានបើធ្លាក់នឹងស្លាប់យើងរងសពថ្ងៃរងលើផែនដីមានភ័យច្រើនណាស់បញ្ចខណ្ឌត្រុតត្រោមជំងឺស្អេកស្កាំងរងចាំតែម្ចាំងគេមកយកវិញឃើញភ័យឃើញគ្រោះនិស័យนุ่งខ្ពស់ព្រោះរូបមិនទៀង
មិនថាក្មេងចាំមកចង់វាទៀងដូចមេឃផ្គរភ្លៀងមិនទៀងភ្លៀងធ្លាក់ឃើញភ័យក្រៃលែងចិត្តតែងនោះឯងគឺជាងមិនរួចបដិសន្ធិគឺជាទឹកគូចវិលសំក្របូចគួចលេចរាប់កាប់តែបើអង្គវិជាមកចង់កគីគៀងទៅសំឡាប់ដូចជាសត្វជ្រូកខំស៊ីឲ្យធាត់តែគាត់មិនដឹងគេនឹងកាប់សាច់ដូចជាមនុស្សខ្វាក់មិនភ័យខ្លាចធ្លាក់ពីលើភ្នំខ្ពស់ខ្លួនឈរនៅក្បែរគេភ័យស្រាវអស់តែអ្នកខ្វាក់នោះគាត់ឈរធ្វើងើយអ្នកជាមនុស្សខ្វាក់សំពត់ប្រឡាំងគេយកភ្លៀងឲ្យគេថាស្អាតណាស់មិនងាយរកឡើយហូលខ្ញុំទិញឲ្យជាហូលលេខ1តែអ្នកខ្វាក់នោះមើលមិនឃើញសោះគិតថាល្អមែនត្រេកអររីករាយសប្បាយក្រៃលែងមិនដឹងខ្លួនឯងសំពត់ក៏ខ្វាក់ដូចជាសត្វមន់ប្រឹងកាយកប់ជន់ដើររកចំណៃបានឃើញត្បូងពេជ្រធំប៉ុនកដៃតែវាដើរឲ្យរកតែដងទៅនេះហើយអវិជ្ជាដែលយើងគ្រប់គ្នាប្រៀបដូចមនុស្សខ្វាក់មិនខ្លាចទុកភ័យស្រាវសាច់ញ័រញាក់ជាមួយអន្តៈសង្សារវត្តអវិជ្ជាដនដប់មនុស្សគ្រប់ស្រទាប់យកខុសជាត្រូវយកគុណជាតងយកសជាខ្មៅយកខ្លៅជាមិត្តបណ្ឌិតជាឈ្នន់ថ្
ថ្ងៃនេះទៅមុខបើចង់បានសុខផុតទុក្ខផុតភ័យរៀនសូត្រស្ដាប់ធម៌សំភារាល់ថ្ងៃសិក្ខាបាលីវិន័យព្រះពុទ្ធយើងត្រូវប្រតិបត្តិហិរិមត្តស្យាត់បដិបត្តិឲ្យជាប់វិន័យក្បួនច្បាប់ឲ្យជាទំលាប់ជាប់តាមលំដាប់ច្បាប់ពុទ្ធបណ្ឌិត